hay lư cái gì là FOMO ta FOMO nó bên này đừng đẩy hay bẹp pin với cái FOMO ហ្នឹងមកពីពាក្យ fear of missing out FOMO ហ្នឹងវាជាអារម្មណ៍មួយលក្ខណៈថាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នានៅក្នុងក្រុមណាមួយអញ្ចឹងអ្នកទាំងអស់គ្នាឃើញថាគេគាត់តែគេនិយាយថាអូឆាតនេះចេះឆាតនោះចោះអ្នកទាំងអស់គ្នាក៏ឃើញអាពួកហ្នឹងហើយអ្នកទាំងអស់គ្នាគឺរត់ទៅ market បើក season ចូលយកហ្មងអញ្ចឹងហាហ្នឹងគេហៅថា FOMO ហើយពាក្យ FOMO ហ្នឹងដែរគេតែតែ warning យើងហ្នឹងគឺគេឲ្យយើងគិតមុននឹងធ្វើអ្វីមួយគឺយើងគិតមើលសិនថានៅពេលដែលគេនិយាយអញ្ចឹងយើងត្រូវមើលឆាតខ្លួនឯងសិនថាយើងហ្នឹងគិតដូចគេអត់បើសិនជាយើងគិតដូចគេចាំយើងចូលតាមគេយើងធ្វើតាមគេអញ្ចឹងហើយអាហ្នឹងគឺគេ warning យើងពាក្យ FOMO ហ្នឹង លឺថា emotion នៅក្នុងការ trading គឺវាសំខាន់អញ្ចឹងតា emotion ហ្នឹងវាមានសារសំខាន់មិនទៅចំណាំនៅគេនិយាយថាមុននឹងយើងចូល position ណាមួយអញ្ចឹងយើង control emotion យើងសិនអាហ្នឹងគឺមានន័យបែបចែនៅពេលដែលយើងឧទាហរណ៍ថាយើងកំពុងតែបើក position ណាមួយអញ្ចឹងនៅពេលដែលយើងកំពុងតែ hold position ហ្នឹងទៅយើងអង្គុយមើលឆាតយើងអង្គុយមើលអីហ្នឹងគេឲ្យយើងគ្រប់គ្រង emotion របស់យើងហ្នឹងគឺឲ្យយើងដើរតាម plan របស់យើងឲ្យយើងជឿជាក់លើ plan របស់យើងលក្ខណៈថាកុំឲ្យយើង miss the way ចេញពី plan របស់យើងគឺយើងគ្រប់គ្រងអារម្មណ៍របស់យើងឧទាហរណ៍អញ្ចេះឲ្យស្រួលស្ដាប់នៅពេលដែលឆាតរបស់អ្នកទាំងអស់គ្នាកំពុងតែទៅតាម plan របស់អ្នកទាំងអស់គ្នាចឹងប៉ុន្តែវាធ្វើការ detect មកចិត្តដល់ BE ឬក៏ចិត្តដល់ SL អ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាបិទ position បាត់ដែលថាវាខុសពី plan របស់អ្នកទាំងអស់គ្នាដែលបានទុកដល់ពេលចឹងទៅឧទាហរណ៍ថាឆាតហ្នឹងវាមិនមែនមកប៉ះ SL យើងវាគាត់តែមកចិត្តប៉ះហើយវាឡើងទៅ HTP យើងវិញចឹងធ្វើឲ្យយើងហ្នឹងគឺ miss out ពី plan របស់យើងវាលក្ខណៈអញ្ចឹងហើយគេឲ្យយើងគ្រប់គ្រង emotion របស់យើងមុននឹងចូលធ្វើការ trade